bà chúng quốc lia bạ để xét nơ pá dương khơi hỏi bản chân thật ta được trong tùm rong phía xa bà ráng bà tùm rong bạ để xét vì miên ở vây trên tiết cài pin nơ pá bà chân trong việc xu này tặng ọc nia xung xoa cùng một căn video rồi bà xa lá let learn French bà nơi không video này đấy trong nông một chai tùm lết này tặng ọc nia bẹ bắn cho môi nông tùm rong bạ để xét trên tiết bà cài pin nơ pá chân dù trong bàn trên video bà môn đá bẹ bắn môi tùm rong bạ để xét để dương pra nơ pá chân trong nông trên video tập tiết bẹ bắn môi cà pra tùm rong bạ để xét trên tiết bà chân được trong video này đấy dương nâng màu mưa lòng pi tùm rong bạ để xét muối để dương thả ne plus bà chân ne plusเนี่ยตรงนี้คือយើងបកប្រែថាបាទមិនទៀតទេអញ្ចឹងមានន័យថាឈប់ធ្វើវាទៀតហើយបាទមានន័យថាពីមុនយើងធ្លាប់ធ្វើអីមួយតែនៅក្នុងពេលបច្ចុប្បន្នឈប់ធ្វើវាទៀតហើយនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាទម្រង់បដិសេធជាទូទៅបាទអញ្ចឹងអា ne plus ឬមួយក៏ឲ្យតែមាន ne មាន pa មាន plus មានអីហ្នឹងបាទអញ្ចឹងជាទូទៅបាទអាចន្លោះកដាលវាហ្នឹងគឺយើងយក verb ដែលបំបែកយកមកដាក់នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងឥឡូវយើងមើល clear នេះទាំងអស់គ្នាបាទខ្ញុំដាក់ clear បាទអញ្ចឹង je ne fume plus je ne fume plus បាទអញ្ចឹងមានន័យខ្ញុំឈប់ជក់បរិយទៀតហើយឈប់ជក់ហើយត្រង់ហ្នឹងឈប់ជក់ហើយអញ្ចឹងមានន័យថាពីមុនមកអាចថាខ្ញុំជក់បរិយជក់អីចឹងទៅបាទប៉ុន្តែនៅពេលដែលចាប់ពីពេលនេះទៅឈប់ជក់ទៀតហើយអញ្ចឹងអា ne plus មានន័យថាឈប់ទៀតហើយអញ្ចឹងក្នុងករណីដែលយើងប្រើប្រាស់ ne plus មានន័យថាពីមុនធ្លាប់ធ្វើតែឥឡូវឈប់ធ្វើហើយនៅត្រង់ផ្នែកហ្នឹងណាបាទclear ទី2អញ្ចឹងខ្ញុំថាម៉េចបាទអញ្ចឹង elle ne travaille plus បាទ ici elle ne travaille plus ici បាទអញ្ចឹងមានន័យថាអូនាងឈប់ធ្វើការនៅនេះទៀតហើយបាទពីមុនបាទអាចថាធ្វើតែឥឡូវឈប់ធ្វើហើយត្រង់ផ្នែកហ្នឹងណាអញ្ចឹង clear ហ្នឹងគឺយើងបានអញ្ចឹងខ្ញុំថាម៉េចអូខ្ញុំឈប់ញ៉ាំសាច់ហើយបាទពីមុនខ្ញុំចូលចិត្តសាច់អីចឹងណាតែឥឡូវខ្ញុំឈប់ញ៉ាំទៀតហើយបាទអញ្ចឹងខ្ញុំថាម៉េចបាទ je ne mange plus de viande je ne mange plus de viandeអញ្ចឹងមានន័យថាខ្ញុំឈប់ញ៉ាំសាច់ទៀតហើយបាទអញ្ចឹងនេះគឺនៅក្នុង clear ទូទៅសាមញ្ញដែលយើងសម្រាប់យកមកនិយាយថាឲ្យឈប់ទៀតហើយនៅក្នុងផ្នែកហ្នឹងណាបាទប៉ុន្តែក៏យើងមាន clear ដែលជាសំណួរដែរនៅត្រង់ផ្នែកហ្នឹងអញ្ចឹងតាក់ទងជាមួយនឹង clear សំណួរអ្នកទាំងអស់គ្នាកាលណាប្រយោគសំណួរដែលគេសួរយើងដោយមានការប្រើប្រាស់ clear បាទអង្គឬមួយក៏ toujours បាទអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់តាក់ទងជាមួយ ne plusនៅក្នុងករណីដែលយើងប្រើជាទម្រង់បដិសេធអញ្ចឹងមានន័យថាវាផ្ទុយពីអីផ្ទុយពីអង្គហើយនឹង toujours នៅក្នុងផ្នែកហ្នឹងណាបាទអញ្ចឹងតាក់ទងជាមួយ clear ឧទាហរណ៍ទាំងអស់គ្នាបើសិនជាខ្ញុំចោទជាសំណួរណាយើងមើលឧទាហរណ៍បាទអញ្ចឹងខ្ញុំថាម៉េចtu habites encore à Paris tu habites encore à Paris បាទមានន័យថាអូឯងទៅរស់នៅទីក្រុងប៉ារីនៅឡើយទៅហ៎បាទអញ្ចឹងបើសិនជាក្នុងករណីខ្ញុំថាខ្ញុំឈប់រស់នៅហើយបាទខ្ញុំថាម៉េចអូ non je n'habite plus à Paris je n'habite plus à Paris អញ្ចឹងមានន័យថាអត់ទេខ្ញុំឈប់រស់នៅប៉ារីទៀតហើយជឿមានថាពីមុនរស់នៅតែឥឡូវយើងឈប់រស់នៅទៀតហើយនៅត្រង់ផ្នែកហ្នឹងណាបាទមួយទៀតខ្ញុំថាម៉េចបាទខ្ញុំសួរសំណួរton frère joue toujours បាទ au foot បងប្អូនប្រុសរបស់ឯងហ្នឹងបាទនៅតែលេងបាល់ទះទៅហ៎បាទអញ្ចឹងបើក្នុងករណីគាត់ឈប់លេងហើយយើងថាម៉េចបាទ non បាទ il ne joue plus au foot បាទ non il ne joue plus au foot ចឹងមានន័យថាអត់ទេក៏ឈប់លេងទៀតហើយត្រង់ផ្នែកហ្នឹងណាបាទចឹងតាក់ទងជាមួយនឹងកន្លែងចំណុចត្រង់នេះមានន័យថាយើងអាចយក clear ហ្នឹងមកប្រើជាលក្ខណៈសាមញ្ញនិយាយទូទៅប្រាប់ថាអូខ្ញុំឈប់ធ្វើអានេះទៀតហើយឈប់ទៀតហើយអញ្ចឹងទៅឬមួយក៏យើងយកសម្រាប់មកឆ្លើយជាសំណួរក៏បានដែរដូច clear ដែលខ្ញុំបានលើកឡើងពីខាងលើមុនហ្នឹងមិញបាទអញ្ចឹងអ្នកទាំងអស់គ្នាចំពោះវីដេអូនេះបាទអញ្ចឹងគឺយើងមានតែប៉ុណ្្នឹងអំពីការប្រើប្រាស់ ne plus បាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទសម្រាប់ការប្រើប្រាស់ទម្រង់បដិសេធផ្សេងៗទៀតបាទអញ្ចឹង merci beaucoup au revoir